បងប្អូនអើយអត់ជោគជ័យទេបូមទឹកម៉ាស៊ីនគួរយន្ត12សេះមកហាត់បូមនេះកសមិញគាត់បូមសាកបន្តិចទុះទៅយកបាត់ហើយហ្នឹងទៅយកមកទឹកហើយបូមទឹក500ម៉ែត្រនៅមិនទាន់បានប្រើអីបានទឹកចូលពេងមកតំណក់ផងទុះទៅយកបាត់ហើយហ្នឹងចំណាយលុយអស់$7,000ហើយមិនទាន់បានបូមទឹកចូលពេងចូលចកាមកតំណក់ផងនេះបងប្អូនម្សិលមិញដាក់ទៅយោនឹងតហើយវាផ្ទុះបែកហើយឥឡូវរកវិធីដាក់ពី3ជាន់មកឲ្យវាផ្ទុះបាទបងប្អូនចង់ញាត់វាតែម្ដងគឺញាត់អត់ចូលទេតោះតែយើងចងកស៊ូអញ្ចេះបាទចងកស៊ូវាអញ្ចឹងមកហើយដើម្បីឲ្យវាតូចទៅរុកវាចូលរុកម្ដងបានប្រហែលជា20ម៉ែត្រនេះរុក2ជាន់ណានេះ2ជាន់អញ្ចឹងនេះខ្ញុំទឹកទាញផ្ដាច់កស៊ូនេះទេដាក់2ជាន់ចេះ2ជាន់ហើយរុកបាន20ម៉ែត្រហើយដាក់ទៅដើម្បីកុំឲ្យវាផ្ទុះឥឡូវវាឈប់ផ្ទុះឲ្យ2ជាន់ហើយក្រាស់ដែរបាទនេះដល់មកដល់កន្លែងកនេះដាក់3ជាន់នេះ3ជាន់ដាក់3ជាន់អានេះមាននៅក្នុងនេះ1ជាន់នៅក្នុងនេះ1ជាន់នេះនៅក្នុងនេះជាន់ដែលចងកស៊ូមិញវានៅលមូតូចនេះហើយដាក់អានេះ1ជាន់ហើយអានេះថែម1ជាន់ទៀតកន្លែងកនេះដាក់3ជាន់នេះជិតដល់ម៉ាស៊ីន3ជាន់តែមិញបិឆេះសាក់1ម៉ោងហើយវាអត់អីទេ3ជាន់ហ្នឹងដាក់3ជាន់អញ្ចឹងទៅវាលេងផ្ទុះកាលមកផ្ទុះនៅកន្លែងកហ្នឹងកន្លែងកទៅនោះកន្លែងកទៅហ្នឹងឥឡូវឈប់ផ្ទុះឲ្យ3ជាន់ហើយដល់ពេលមកដល់លើនេះវាឡើងដល់លើទួលនេះបាទ2ជាន់រហូតដល់ផុតទួលក៏ដល់លើកំពូលទួលហ្នឹងកន្លែងខ្ពស់ផុតហ្នឹងដាក់ទៅ2ជាន់នេះហ្នឹងហើយបងប្អូនណាមានទិញទៅយកមកខុសសំចៃថវិកាមិនសូវសម្បូរអីអត់ដឹងរកវិធីធ្វើអីមើលវីដេអូហ្នឹងទៅធ្វើតាមខ្ញុំទៅដាក់2ជាន់ទៅហើយមុននឹងបើយើងយកសោករុញវាអត់ចូលទេតើយកកស៊ូរុំសិនរុំឲ្យវាតូចទៅរឹងទៅរុកទៅវាចូលហើយចូលម្ដងបានប្រហែលជា20ម៉ែត្រជាងដែរហើយបើសិនជាយើងចង់បញ្ចូល30ម៉ែត្រ60ម៉ែត្រយើងបញ្ចូលពី3ដងទៅវាបានវែងហើយអាកន្លែងមុខតំណហ្នឹងយើងដាក់គងគ្នាបន្តិចទៅអាកន្លែងដែលយើងកាត់ដូចថាយើងត40ម៉ែត្រយើងបញ្ចូល40ម៉ែត្រហើយចូលម្ដងបានដល់20ហ្នឹងអញ្ចឹងអាកន្លែង20ហ្នឹងយើងដាក់គងគ្នាទៅកុំឲ្យឃ្លាតគ្នាខ្លាចវាផ្ទុះទៀតអញ្ចឹងបាទសូមអរគុណបងប្អូនដែលបានទស្សនាคลิปវីដេអូខ្ញុំ